ចឹងជាទូទៅហ្នឹងគេទ្វាមានដែលកើតឡើងទៅលើស្ត្រីយើងជួបប្រទះជាច្រើនតែមានមួយប្រភេទដែរនេះគេទ្វាមានបើយើងនិយាយអំពីគិះទ្វារមាសជាទូទៅវាមានច្រើនប្រភេទប៉ុន្តែគឺដែលយើងជួបញឹកញាប់ជាងគេគឺខ្ញុំលើកយកមកចំនួន4ដែលទី1គេហៅថាគិះបាត់តឡាំងហើយអធិស្ឋានគឺខ្ញុំអាចធ្វើការបកស្រាយជាភាសាខ្មែរបានទេដោយសារវាជាឈ្មោះរបស់គិះនៅលើទ្វារមាសស្ត្រីនេះឯងបាត់តឡាំងគិះវាគឺជាប្រភេទគិះដែលយើងជួបញឹកញាប់ជាងគេទៅលើស្ត្រីហើយវាអាចកើតឡើងដោយសារការស្ទះនៃកពិញបញ្ចេញទឹករំអិលរបស់ស្ត្រីនិងការកករោគមួយចំនួនទី2គេហៅថា inclusion gift ដែល inclusion gift នេះគេច្រើនតែឃើញទៅលើស្ត្រីដែលគាត់រងនៅរបួសឬក៏មានថាមានផលគ្រោះថ្នាក់ក្រោយពេលសម្រាឬក៏ក្រោយពេលវះកាត់ទៅលើទ្វារមាសស្ត្រីចាអញ្ចឹងហើយធ្វើឲ្យគាត់នឹងបង្កើតបានជាដំពកនៅលើទ្វារមាសស្ត្រីទី3គេហៅថា Genakis ដែល Genakis នេះវាជាប្រភេទគិសមួយដែលកើតឡើងដោយសារកោសិកានៅលើទ្វារមាសស្ត្រីហ្នឹងដោះលូតលាស់ហ្នឹងមិនប្រក្រតីដែលសឹងតែថាគិសនេះគឺវាមានតាំងពីកំណើតរបស់ស្ត្រីមកម្លេះទី4គឺជាប្រភេទគេហៅថា Mollaran Kis ដែលគិសនេះគឺវាកើតឡើងដោយសារការដោះលូតលាស់ខុសប្រក្រតីឬក៏ខុសទីតាំងនៃកោសិកាទ្វារមាសនិងកោសិកាស្រទាប់ស្ដើងនៃស្បូនស្ត្រីដែលបង្កើតឲ្យគាត់មានជាដុំនេះអូចាអញ្ចឹងតាមអ្នកគ្រូចែករំលែកមែនទៅគឺតកតងនឹងគិសនេះមានច្រើនប្រភេទហើយគិសនីមួយៗហ្នឹងសិតតាមានភាពស្មុគស្មាញដូចគ្នាចាបងប្អូនទាំងអស់គ្នាអាចនឹងពិបាកយល់ប៉ុន្តែអីដែលបងប្អូនអាចដឹងបានគឺអ្នកគ្រូបានជម្រាបត្រួសឲ្យថាគិសខ្លះអាចមកពីការស្ទះនៃកពិញគិសខ្លះដោយសារការរបួសដោយសារការសម្រាលក្រោយសម្រាលហើយគេខ្លះពីកំណើតហើយនឹងគេខ្លះក៏វាដោយសារតែការដុសខុសទីតាំងនៃស្រទាប់របស់ស្បូនដែរចាអញ្ចឹងខ្ញុំអាចសង្ខេបជូនបងប្អូនទាំងអស់គ្នាបានប៉ុណ្ណឹងដែរអញ្ចឹងបងប្អូនទាំងគ្នាអាចសង្កេតខ្លួនឯងមើលថាខ្លួនឯងនឹងមានគិសអត់តើគិសនឹងដូចជាប្រភេទមួយណាដែលអ្នកគ្រូបានចែករំលែកជូនបងប្អូនទាំងអស់គ្នាដែរចា